សួស្តីទាំងអស់គ្នានេះគឺជាវីដេអូថ្ងៃទី13របស់ខ្ញុំដែលខ្ញុំនៅបាងកកហើយក៏ជាថ្ងៃចុងក្រោយហើយត្រូវរៀបចំហោះមកខ្មែរវិញនៅក្នុងថ្ងៃទី13ហ្នឹងចង់មានន័យថាយើងសរុបរួម3 10ថ្ងៃនៅបាងកកអញ្ចឹងណាប៉ុន្តែបើសិនជាយើងគិតជានៅថ្ងៃនេះហ្នឹងដូចជាក្នុងកំឡុងថ្ងៃ25ខែ1អញ្ចឹងណាទាំងអស់គ្នាហើយនៅថ្ងៃនេះហ្នឹងដោយសារតែយើងអត់មានត្រូវរៀនត្រូវអីទៀតទេគឺយើងត្រូវរៀបចំខ្លួនបកមកវិញអញ្ចឹងព្រលឹមឡើងខ្ញុំក្រោកឡើងរៀងយឺតបន្តិចប្រហែលជាម៉ោង10ហើយបានខ្ញុំក្រោកឡើងហើយខ្ញុំទៅញ៉ាំ breakfast អញ្ចឹងណាហើយ breakfast ហ្នឹងខ្ញុំញ៉ាំបបរសូតែពិតនៅក្នុងថ្ងៃហ្នឹងបើសិនជាក្រុមអ្នកសារព័ត៌មានពីខ្មែរទៅហើយនឹងពីហ្វីលីពីនអីអញ្ចឹងគាត់មានពេលមួយថ្ងៃឬក៏មួយផឹកដើម្បីដើរលេងនៅក្នុងក្រុងបាងកកហ្នឹងអញ្ចឹងណាប៉ុន្តែសម្រាប់ខ្ញុំអត់ទៅទេដោយសារតែខ្ញុំបានទៅមុនអញ្ចឹងខ្ញុំបានដើរលេងខ្ញុំបានអីហើយអញ្ចឹងនៅបាងកកខ្ញុំទៅសារមន្ទីរខ្ញុំទៅមុខវាំងទៅអីហើយអញ្ចឹងវីដេអូមុនដែរទាំងអស់គ្នាបានឃើញអញ្ចឹងណាអញ្ចឹងនៅថ្ងៃហ្នឹងខ្ញុំគ្រាន់តែចំណាយពេលសម្រាប់ខ្លួនឯងគេឲ្យឆ្អែតហើយទៅញ៉ាំ breakfast ញ៉ាំអីធៀមពីពួកអីខ្ញុំត្រូវហោះមកវិញនៅក្នុងកំឡុងពេលម៉ោង6 ល្ងាចម៉ោង6 ល្ងាចក៏ប៉ុន្តែយើងត្រូវទៅពលានមុនអញ្ចឹងណាម៉ោងប្រហែលជាម៉ោងបាយហើយម៉ោង12ម៉ោង1ហ្នឹងខ្ញុំត្រូវទៅពលានពីពួកអីគេមានឡានជូនយើងទៅពលានអញ្ចឹងណាហើយជាធម្មតាការហោះហើរមិនមែនដល់ម៉ោងបានយើងទៅទេយើងត្រូវទៅមុនហើយមួយវិញទៀតហ្នឹងបញ្ហាគឺពាក់ព័ន្ធជាមួយនឹងការ check in អីជាដើមណាហើយខ្ញុំញ៉ាំ breakfast ហើយខ្ញុំទៅហាយទឹកលេងសិនហាយទឹកលេងមកសន្ទុះហើយបានខ្ញុំឡើងទៅកន្ទប់ដើម្បីរៀបចំអីវ៉ាន់ខ្ញុំអញ្ចឹងណាបងប្អូនអូយក៏ពិតខ្ញុំលើសគីឡូហើយខ្ញុំឡើងមានអារម្មណ៍មួយឡើង sad ហើយឡើងអកសើមែនតើពេលដែលអីវ៉ាន់របស់ខ្ញុំគឺជាធម្មតាយន្តហោះគេឲ្យត្រឹម25គីឡូទៅ27គីឡូប៉ុន្តែអីវ៉ាន់របស់ខ្ញុំលើសដល់30គីឡូជាងពេលហ្នឹងអូយឡើងវេទនាចិត្តមិនត្រឹមវេទនាចិត្តទេវេទនាទាំងខ្លួនដូចទាំងអស់គ្នាឃើញអញ្ចឹងស្ពាយយងហើយមួយវិញទៀតហ្នឹងពឹងឲ្យមិត្តភ័ក្តិដែលក្រុមទៅជាមួយគ្នានឹងគាត់ជួយយួរអីវ៉ាន់ផ្សេងទៀតអញ្ចឹងណាហើយខ្ញុំត្រូវរើវ៉ាលីសារថ្មីឡើងយកអីវ៉ាន់យកអីចេញហើយមួយវិញទៀតនឹងបាត់ពិសោធន៍ដែលមិនល្អហ្នឹងគឺអាទឹក toner របស់ខ្ញុំហ្នឹងត្រូវបានគេដកយកនៅពលានអញ្ចឹងណាតែទោះជាយ៉ាងណាក្តីក៏ខ្ញុំបានដឹងហើយថាប្រហែលជាមានអីវ៉ាន់មួយចំនួនត្រូវគេដកយកអញ្ចឹងណាពីព្រោះអីវាជាកំហុសបច្ចេកទេសរបស់ខ្ញុំដែលខ្ញុំអត់បានគិតគូររឿងអីវ៉ាន់រឿងអីខ្ញុំមិនគួរណាដាក់អីវ៉ាន់ពីខ្មែរទៅច្រើនហើយទៅទិញអីវ៉ាន់ថែមនៅថៃទៀតសោះហើយអានឹងបាត់ពិសោធន៍ឲ្យចាំឲ្យរៀងលើកក្រោយហើយអ្នកទាំងអស់គ្នាពេលយើងជិះទៅពលានខ្ញុំថតវីដេអូហើយផ្លូវគេឡើងស្អាតឡើងឆាត់ឆ្វែងយើងត្រូវការពេលវេលាវែងឆ្ងាយជាងនឹងទៀតហើយនេះយើងបានមកដល់ពលានហើយយើង check in យកសបុតយកអីហើយសល់ពេលក៏ថតរូបលេងហើយបន្ទាប់មកយើងក៏ដើរទៅ gate អញ្ចឹងណាហើយនេះជាមួយនឹងសេងហុងដើរសម្ដៅទៅ gate ហើយសុកចិត្តខកកន្លែងឃើញហើយអង្គុយចាំឲ្យចំណងខ្ញុំមកដើរទិញអីវ៉ាន់ទិញអីវិញដោយសារតែចិត្តចូលឆ្នាំចិនដល់ទាំងអស់គ្នាហើយនៅពលានគេមានកម្មវិធីនេះសម្ដែងឲ្យភ្ញៀវទេសចរអីមើលលេងកំសាន្តអញ្ចឹងណាពួកអីនៅបាងកកនៅថៃគេចូលឆ្នាំចិនដែរប៉ុន្តែគាត់ថាមើលទៅទម្រង់នៃការចូលឆ្នាំចិនគេមើលទៅមិនសូវហឹកហាក់ដូចយើងនៅខ្មែរពេលចូលឆ្នាំចិនម្ដងអូយនិយាយពីផ្អើប្រទេសអស់ហើយតែគេបើមើលទៅដូចជាមិនសូវជានេះធម្មតាហើយអានេះខ្ញុំទៅរក gate ឃើញហើយរក gate ឃើញបន្ទាប់មកខ្ញុំដើរទៅទិញអីញ៉ាំពួកខ្ញុំអត់ទាន់ញ៉ាំអាហារថ្ងៃត្រង់ទេហើយយើងហេវដែរពួកខ្ញុំត្រូវអង្គុយចាំហើយអ្នកទាំងអស់គ្នាខ្ញុំមើលកន្លែងនេះណងមែនតើពាក់ព័ន្ធជាមួយនឹងខាងអង្គការ WWA ដែលធ្វើតាក់ទងរឿងសត្វព្រៃអីជាដើមណាហើយឃើញគេដាក់ផ្លាកសញ្ញាហ្នឹងមានអារម្មណ៍ថាគេការពារអីអញ្ចឹងណាវាជាទីចាប់អារម្មណ៍របស់យើងអញ្ចឹងណាហើយនេះអង្គុយចាំយូរទៅថ្ងៃចិត្តលិចហើយក៏ថតថ្ងៃលិចការពិតទាំងអស់គ្នាហើយនៅថ្ងៃហ្នឹងគឺយន្តហោះរបស់ខ្ញុំ delay fly ដល់ម៉ោង7ជាងបានហោះចេញពីថៃមកហើយអញ្ចឹងហើយបានមានពេលអង្គុយនិយាយមួយមិត្តភ័ក្តិមួយអីហ្នឹងទៅហើយមានពេលមើលថ្ងៃរះថ្ងៃលិចនៅពលានយន្តហោះសុវណ្ណភូមិអញ្ចឹងណាហើយសុវណ្ណភូមិកាត់ច្រើនដងហើយប៉ុន្តែថតអីមិនសូវបានថតទេព្រោះពេលយើង check in ហ្នឹងយើងវាប្រភិញខ្លាំងពេកហើយនេះមួយមិត្តភ័ក្តិអ្នកសារព័ត៌មានដូចគ្នាថតវីដេអូលេងឥឡូវហ្នឹងយើងបានboarding ហើយយើងឡើងយន្តហោះហើយពួកអីចិត្តដល់ម៉ោងហោះហើយទាំងអស់គ្នាអាជើងនឹងទឹកបុកនឹងអីឡើងជាប់ហើយអត់ដឹងទៀតត្រង់ចំណុចនេះខ្ញុំថតទុកសម្រាប់ខ្លួនឯងជាអនុស្សាវរីយ៍ការជំនាន់ខ្ញុំធ្វើអូតេសខ្ញុំធ្វើអា demo នឹងដូចគេអញ្ចឹងហើយនឹកឃើញទៅក៏ថតទុកយកមកដាក់ក្នុងវីដេអូហ្នឹងដើម្បីរំលឹកខ្លួនឯងទៅដល់អនុស្សាវរីយ៍ហ្នឹងអញ្ចឹងណាហើយឡើងបានសធុគេក៏រៀបចំអាហារពេលល្ងាចឲ្យហើយហាគេពេលល្ងាចគេនឹងតិចទាំងអស់គ្នាហើយហេវផងអីផងហើយញ៉ាំទៅវាមិនសូវជាឆ្អែតអីហ្មងតែគាត់ថាយើងអាចទុកបានអញ្ចឹងណាហើយបាយគេឆ្ងាញ់បើទោះជាយ៉ាងណាក៏អាចទុកពុះបានដែរព្រោះអីម៉ោង7ជាងហើយជិះយន្តហោះទាំងអស់គ្នាខ្ញុំសង្កេតថាជិះយន្តហោះដូចយើងនៅធម្មតាណាយើងនៅធម្មតាអត់សូវហេវប៉ុន្តែបើសិនយើងជិះយន្តហោះវាដូចគាត់ថាយើងនេះហើយអស់កម្លាំងហ្មងហើយដល់ពេលទៅយើងឆាប់ឃ្លានឆាប់អីជាដើមអីអញ្ចឹងណាហើយចឹងបានចេះឆ្ងល់មកយើងជិះយន្តហោះមកផ្លែតសោះហេតុអីចាំបាច់មានអាហារពេលល្ងាចឬក៏អាហារថ្ងៃត្រង់អីចឹងណាតែដល់ពេលយើងមានបទពិសោធន៍ក្នុងការជិះយន្តហោះហើយអាម៉ោងចិត្តដល់ពេលយើងញ៉ាំហ្នឹងអានឹងបានយល់អារម្មណ៍អាម៉ោងអ្នកខ្លះគេថាទ្របញ៉ាំម៉ោង12ឬក៏ម៉ោង6ម៉ោង7ហ្នឹងក៏ពិតគឺដល់ម៉ោងហ្នឹងគឺអូតូម៉ាទិកកាពះយើងគឺថេវហ្មងអញ្ចឹងហើយនៅពេលដែលគេរៀបចំអីឲ្យញ៉ាំអញ្ចឹងតែបើសិនជាយើងមិនចង់ញ៉ាំក៏មិនកើតបើគេរៀបចំមកឲ្យយើងញ៉ាំអញ្ចឹងទៅឲ្យធំក្លិនឈ្ងុយទៀតហេវដល់ហើយទាំងអស់គ្នានំនេះឆ្ងាញ់ណានំនេះអូយនឹកឃើញរសជាតិភាសាទៀតនឹកឃើញរសជាតិនំនឹងភាសាទៀតទៅលើក្រោយបើបានជិះយន្តហោះបាងកកថៃយ៉ាវេជិះបាងកកថៃយ៉ាវេតែខ្ញុំតែបានញ៉ាំនំនឹងម្ដងទៀតអញ្ចឹងណាដើម្បីរំលឹករសជាតិជាដើមអញ្ចឹងណាហើយយើងជិះប្រហែលជាត្រឹម40នាទីជាងយើងមកដល់ខ្មែរប៉ុន្តែគាត់ណាយូររឿង check in check out ហ្នឹងហើយឥឡូវនេះនៅលើតុកតុកគាត់មកដល់ភ្លាមបងប្អូនអូយម្នាក់ប្រុចអស់លីងទៅផ្ទះរៀងខ្លួនពួកអីខ្ញុំ10ថ្ងៃជាងនៅហ្នឹងមិនធម្មតាណាគ្រាន់តែ landing ភ្លាមប្រុចមកផ្ទះហៅ grab មកអញ្ចឹងណាដូចបងប្អូននៅឃើញវីដេអូអញ្ចឹងហើយជាពិសេសគឺនឹកកូនចៅខ្ញុំណា